រឿងហួសចិត្តបច្ចុប្បន្នមិនថាស្រីឬប្រុសទេគឺស្មើដៃគ្នាតួយ៉ាងដូចជាក្រុមវិទ្យានារី2ក្រុមដែលម្ខាងមានគ្នា6នាក់ប៉ះម្ខាងទៀតមានគ្នា2នាក់បានវាយតាក់គ្នាបើ Facebook ត្រូវសម្បត្តិកិច្ចក្របួយបានហើយក្រុមគឺហើយណាំមានគ្នា6នាក់បានណាត់គ្នាប្រៀបទៅឈ្នះចាញ់ជាមួយក្រុមគឺដៃ2ដែលមានគ្នាតែ2នាក់ចុងក្រោយត្រូវបានជាប់ឃុំនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃទី22ខែមេសាឆ្នាំ2025ស្តីពីការឃាត់ខ្លួនក្មេងទំនើង8នាក់ពាក់ព័ន្ធករណីហិង្សាវាយគ្នាទៅវិញទៅមកបន្ទាប់មកមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមជុំវិញករណីក្មេងទំនើង2ក្រុមបង្កហិង្សានៅតាមផ្លូវលំសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យកាលពីថ្ងៃទី21ខែមេសាឆ្នាំ2025វេលាម៉ោង 5:30 នាទីទៀតភ្លឺដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី22ខែមេសាឆ្នាំ2025សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យសហការជាមួយកម្លាំងការិយាល័យនគរបាលព្រំដែនកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន6នាក់ដែលហៅថាក្រុមហ្គើលហៃណាំនោះនៅចំណុចការ៉ាសាំងកាតិចផ្លូវមនីវង្សសង្កាត់ស្រះចកបន្ទាប់មកបន្តឃាត់បានជនសង្ស័យចំនួន2នាក់ទៀតដែលជាក្រុមហ្គើលដៃ2នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោមដើម្បីយកមកសួរនាំសូមអរគុណ